ខ្វះការគោរពមេត្តាបិតាខ្វះការគោរពពុទ្ធពធប្រសងខ្វះការគោរពចាស់ព្រឹទ្ធាចារ្យអ្នកដែលមានសិលខ្វះការគោរពដល់អ្នកដែលស្លូតត្រង់មានគុណធម៌អញ្ចឹងតែយើងខ្វះការគោរពនឹងឯងបានយើងទៅណាម្ណាគេអត់គោរពវិញនឹងចាំឲ្យច្បាស់ណាបើយើងគោរពពូជនឹងមកជាមួយយើងវិញណាឥឡូវយើងចង់បានអ្នកខ្នះខ្នែងជួយការងារយើងបើយើងធ្លាប់ជួយជាតិមុននឹងអតីតកន្លងនេះក្នុងជាតិនេះធ្លាប់ជួយខ្នះខ្នែងការងារមេត្តាបិតាខ្នះខ្នែងជួយការងារសម្រាប់ប្រយោជន៍រួមសម្រាប់ប្រយោជន៍ប្រទេសជាតិខ្នះខ្នែងសម្រាប់បុណ្យកុសលកឋិនផ្កាអីចឹងខ្នះខ្នែងជួយគេហ្នឹងណាជាតិក្រោយយើងមានគេជួយវិញបាច់ជាតិក្រោយតែជាតិហ្នឹងឯងបងសម្ដែងថាបុណ្យឲ្យតាំងពីជាតិនេះជាតិមុខរហូតតទៅរាប់កាប់ផែនដីនោះមិនងាយអស់ទេបើយើងឧបការៈឲ្យយើងចេះអញ្ចឹងបើយើងចង់បានអីចង់បានទ្រព្យត្រូវធ្វើទានដោយស្មោះត្រង់កុំធ្វើទានយកមុខអានឹងខ្ញុំមិនដឹងថាម៉េចដែរទេតែបើទានស្មោះត្រង់គឺមានហើយទានហើយក្នុងគណៈហ្នឹងមិនទៀតទៅចេះរក្សាសិលយ៉ាងហោចណាស់សិល5ទៅចុះសិល5ជាអភ័យទានយើងទៅណាមិនអត់មានភ័យទេអត់មានខ្លាចគេសម្លាប់ឬក៏គេលួចប្លន់ទ្រព្យសម្បត្តិយើងអត់ទេព្រោះយើងអត់បានទៅសម្លាប់គេអត់បានទៅលួចទ្រព្យគេអត់ទៅលួចប្រពន្ធកូនគេអត់និយាយកុហកពូតភ័រឆោបបោកអត់ផឹកស្រាបំផ្លាញបញ្ញាទេនោះយើងមិនបាច់ភ័យអីទាំងអស់យើងមើលទៅអ្នកដែលមានពីនឹងគ្នាទៀតនិយាយអីបន្តិចតោះគ្នាបន្តិចកាប់គ្នាបាត់ហើយនឹងអ្នកមានពីហើយជួនកាលដែលមានពីនឹងគ្នាចេញម៉ូតូជិះទៅរាប់រយនាក់ប៉ុន្តែគេតែប្លន់តែម្នាក់មួយឯងព្រោះអ្នកនឹងឯងមានពីវេលាត្រូវសម្លាប់ត្រូវកាប់សម្លាប់គ្នាថ្ងៃហ្នឹងពេលវេលាដល់គឺទៅត្រង់ហើយណាណៃអត់ទេតែប្លន់ចាំមួយហ្នឹងឯងនេះអានឹងមានពីហើយបើយើងជួបគ្នាចេះដូចជ័យមកនេះអត់មានពីទេជួបមកមុខញឹមឃើញទេមករកចូលប៉ុនសើពីនាយមកបាត់ហើយតែបើមានពីគ្នាគាត់តែឃើញមុខក៏ស្អប់ដែរមិនបាច់តន់និយាយស្អីគ្នាឃើញតែមុខអើយអញដូចចូលចិត្តតោះតែពីមួយម៉ាត់ឆ្លោះកាប់គ្នាបដៅអញ្ចឹងយើងសាងប៉ុននេះថាយើងជួបមនុស្សល្អជំនួសអត់មានពីវេលាអញ្ចឹងយើងជាអ្នកមិនជាអ្នកផ្ដល់មលុបឲ្យគេជ្រោកផងឲ្យខ្លួនឯងជ្រោកផងជាមនុស្សដែលមានចិត្តមេត្តាករុណាសន្តោសអញ្ចឹងបុណ្យកុសលនេះជួយឲ្យយើងយ៉ាងម៉េចទៀតលោកអ្នកថាចង់បានសំឡេងពីរោះខ្ញុំតែនិយាយទៅឯងនិយាយជាមួយគេមិនស្ដាប់អីសោះបើអ្នកនោះស្ដាប់ម៉ែឲ្យខ្លះបដៅកូនអត់ស្ដាប់ទេឲ្យគេជួយបដៅស្ដាប់ព្រោះបើអត់មានបដិសេធអ្នកស្ដាប់ម៉ែឲ្យបដៅទេឬមួយមិនពេលដែលនិយាយអត់ត្រូវគ្នានឹងសិតតែធ្លាប់មានតំណោះផ្នែកខាងវិចារសម្ដីអញ្ចឹងប្តីប្រពន្ធកុំសូវឆ្លោះគ្នាពេកតែឆ្លោះគ្នាជាតិក្រោយឆ្លោះទៀតហើយហើយបើក្បត់គ្នាជាតិក្រោយក្បត់ទៀតហើយមានប្រមាណជាតិក្រោយប៉ុណ្ណឹងទៀតហើយរឿងរ៉ាវទុកសោគ្រប់បែបយ៉ាងដោយសារយើងឲ្យពូជនៅទៅខ្លួនឯងអញ្ចឹងប្រយ័ត្នណាស់ទៅណាហើយបើថាមិនក៏គេនិយាយទៅគេនិយាយទៅដូចគេស្ដាប់ចូលចិត្តហើយមិនក៏អញនិយាយទៅគេមិនស្ដាប់នឹងសិតតែពូជខ្លួនឯងដែរអត់ស្ដាប់ធម៌ព្រះអញ្ចឹងហើយអញ្ចឹងខំស្ដាប់ធម៌ព្រះទៅហើយរក្សាពាក្យសច្ចៈទៅតែមានពាក្យសច្ចៈនិយាយអីគេស្ដាប់ហើយអញ្ចឹងយើងសំទៅទៀតណាឥឡូវនេះមុននឹងបញ្ចប់ក៏សូមថ្លែងអំណរគុណដល់ពុទ្ធបរិស័ទដែលបានចូលរួមកសាងពីអាទិត្យមុនមិនបានជម្រាបអរគុណសូមអរគុណថាឧបាសិកាកាន់ណាំងអេងព្រមទាំងកូនចៅចាស់កម្ពីត្រៃបដកនៅក្នុងប្រាសាទមហាប្រាសាទដែលយើងត្រូវចុះកសាងបន្តទៀតនេះក៏ពីមុនថាទី3ប៉ុន្តែឥឡូវនេះអត់ទេទី2តែយើងកសាងនឹងដាក់2ជាន់អញ្ចឹងទាំង2ទាំង3នៅជាមួយគ្នា$2,800ឧបាសិកាហុកកឹមសួរព្រមទាំងកូនចៅទួតបត្រៃបដកនឹងប្រាសាទ$2,800បាសិកាអុកហឿនហងឌីនិងលោកស្រីភួនច័ន្ទសិទ្ធិកាណាក៏ចូលចាកម្ពីបត្រៃបដកតម្លៃ$2,800ដែរកញ្ញាភ័នច័ន្ទបូរមីនិងកញ្ញាភ័នសៅមីនីល្អណាស់តែនៅកញ្ញាតែចេះធ្វើបុណ្យល្អមែនទេធ្វើបុណ្យពីក្មេងទៅកូនបុណ្យជួយតាំងពីជាតិហ្នឹងទៅខ្ញុំដកពិសោធន៍ជីវិតខ្ញុំហើយតែធ្វើបុណ្យពីក្មេងបុណ្យជួយតាំងពីក្មេងហ្នឹងទៅអត់ចាំជាតិក្រោយទេណាតាំងជាតិនេះឯងអេ